ទាំងអស់គ្នាដែលមើលរឿងខ្មោចអត់ហើយរឿងខ្មោចមួយណាដែលទាំងអស់គ្នាគិតថាវាខ្លាចព្រឺព្រួចតាំងពីក្មេងមកបើសម្រាប់ខ្ញុំរឿងខ្មោចដែលគួរឲ្យខ្លាចជាងគេតែខ្ញុំនៅពីក្មេងគឺទី1ខ្មោចនឹងនាថរឿងខ្មោចនឹងនាថនេះកាលហ្នឹងប្អូនរបស់តាខ្ញុំប្អូនភ្លោះរបស់តាខ្ញុំហ្នឹងគាត់បានចែកឋានហើយសំខាន់ពេលដែលគាត់ចែកឋានហ្នឹងគឺស័ក្តិសមលើផ្ទះហើយពេលហ្នឹងគឺគេយកវីដេអូគេហៅថាគេហៅគេវីដេអូរឿងទូទួលមួយធំមកគេដាក់នៅខាងក្រោមផ្ទះទៅដាក់ចិត្តផ្ទះហ្នឹងទៅហើយគេចាក់រឿងចាក់រឿងអីនឹងចាក់រឿងអីចាក់រឿងខ្មោចបាទចាក់រឿងខ្មោចគឺខ្មោចនឹងនាថហ្នឹងហើយបាទអញ្ចឹងគឺថាខ្ញុំកាលហ្នឹងប្រហែលជាទំ10ឆ្នាំអីចឹងនេះហើយគឺខ្លាចខ្មោចសាហាវមែនតើហើយចាក់រឿងនឹងនាថបាទចាក់រឿងនឹងនាថគឺអឺខ្ញុំវាដែលខ្ញុំខ្លាចជាងគេគឺត្រង់វាដែលនឹងនាថនឹងត្រូវបានស្លាប់ហើយនឹងត្រូវយកទៅកប់ទាំងយប់គឺកន្លែងហ្នឹងគឺបាសរោមតែម្ដងបាទហើយសំបីតែគេយកទៅហើយពេលគេយកទៅកប់ហ្នឹងគេមិនបិទភ្នែកគេមិនត្រូវបិទភ្នែកខ្មោចហ្នឹងគេមិនបើកឲ្យមើលទាំងអស់គ្នាមើលជាចុងក្រោយអញ្ចឹងណាបិទហើយយកទៅកប់អូយហើយបន្ទាប់មកទៀតស្រាប់តែកប់ហើយបានមួយរយៈឃើញនៅផ្ទះហ្នឹងគឺស្ងាត់ឈឹងហ្មងគេឡើងលើដើមដូងហើយមើលទៅចង្អាយទៅគឺកន្លែងគឺខ្លាចមែនតើសម្រាប់ខ្មោចជាប់លេខ1សម្រាប់ជីវិតរបស់ខ្ញុំតាមខ្ញុំមើលមកគឺរូបនឹងនាថនេះគឺជាខ្មោចដែលខ្ញុំខ្លាចជាងគេសពថ្ងៃគេហៅនាងណាតនាងអីក៏អត់មានដឹងដែរតែពីមុនយើងធ្លាប់មើលរឿងគឺឈ្មោះខ្មោចនឹងនាថសារតែប្តីទៅជួយកម្មអញ្ចឹងទៅក៏ស្លាប់ទៅហើយអត់ដឹងថាប្រពន្ធនឹងស្លាប់អីអញ្ចឹងទេខ្ញុំវ៉ាវមើលរឿងហ្នឹងគឺព្រឺព្រួចកាលពីក្មេងតែបើយើងទៅមើលឥឡូវបើយើងទៅមើលយើងដែលយើងចាស់យើងធំដឹងក្តីហើយទៅមើលវាមានអារម្មណ៍ថាវាអត់ប្លែកវាអត់សាហាវវាអត់កាចដូចអាការដែលយើងនៅក្មេងតែពីមុនមើលហើយគឺមានអារម្មណ៍ថាបោះរោមអត់ហ៊ាននឹងមើលមុខខ្មោចទៀតឥឡូវខ្មោចយ៉ាងនេះហ្នឹងគឺសាហាវមែនតើចុះទាំងអស់គ្នាខ្មោច favorite រឿងខ្មោចហ្នឹងឯគេដែរកាលពីក្មេងបាទខ្ញុំទី1ខ្មោចនឹងនាថទី2គឺខ្មោចនឹងនុតបាទតែឥឡូវគេទៅបង្កើតរឿងខ្មោចនឹងនុតថ្មីតែបានតែមើលទេតែទី1របស់ខ្ញុំគឺរឿងខ្មោចនឹងនាថហ្នឹងតែម្ដងអែម